ngày ní cái doរបស់យើងទៅប្រើហើយហេតុអីយើងទើបតែចេញមុខខឹងគេចុះការពីម្សិលមិញហេតុអីយើងអត់ព្រមថែរក្សារបស់មួយនឹងឲ្យមានតម្លៃការការពារភាសាខ្មែរនិងអក្សរខ្មែរវាមិនមែនផ្ដើមចេញពីការស្រែកទេបងប្អូនវាផ្ដើមចេញពីការដែលយើងព្យាយាមប្រើប្រាស់អក្សរខ្មែរជារៀងរាល់ថ្ងៃនៅពេលថ្មីនេះគឺមានព័ត៌មានលេចឡើងអំពីប្រទេសជិតខាងដែលគេបានដាក់អក្សរខ្មែររបស់យើងចូលទៅក្នុងកម្មវិធីសិក្សារបស់គេមានបងប្អូនយើងជាច្រើនទាំងវ័យចំណាស់វ័យកណ្ដាលផងនិងវ័យជំទង់ផងគឺបង្ហាញអារម្មណ៍ខឹងសោកស្ដាយនិងបង្ហាញអំពីការព្រួយបារម្ភជាខ្លាំងទៅលើអក្សរខ្មែររបស់យើងបងប្អូនត្រូវដឹងថាគេទើបតែចាប់ផ្ដើមធ្វើវាឯងប៉ុន្តែយើងបានប្រើប្រាស់ភាសាខ្មែរនិងអក្សរខ្មែរមកយូរហើយអញ្ចឹងនរណាដែលប្រើច្រើនជាងនរណាដែលផ្សព្វផ្សាយបានខ្លាំងជាងហើយនរណាសម្បូរបែបជាងនឹងត្រូវបានគេទទួលស្គាល់ជាងណាអ្នកនឹងក្លាយទៅជាម្ចាស់នៃអក្សរខ្មែរពិតប្រាកដនៅថ្ងៃខាងមុខប្រសិនបើពួកយើងមិនប្រើអក្សរខ្មែររបស់យើងឲ្យបានត្រឹមត្រូវមិនគាំទ្រស្នាដៃអក្សរខ្មែរមិនរួមគ្នាអភិរក្សមិនសរសេរភាសាខ្មែរប្រើតែឡាតាំងឬក៏អង់គ្លេសសំនៀងខ្មែរឬក៏មិនជួយគ្នាអភិវឌ្ឍអក្សរខ្មែរនៅក្នុងប្រព័ន្ធ Digital ឬក៏បច្ចេកវិទ្យាទៅតាមសម័យកាលនីមួយៗទេអាហ្នឹងហើយដែលធ្វើឲ្យបាត់បង់អក្សរខ្មែរហើយស្មើនឹងយើងកំពុងតែទុកឱកាសឲ្យគេលួចយកអក្សរខ្មែររបស់យើងទៅយ៉ាងពេញលក្ខណៈហ្មងបងប្អូនភាសានិងអក្សរវាអាចរស់បានដោយសារតែការដែលយើងអះអាងតែមាត់និងសម្ដីរបស់យើងឯងវារស់បានដោយសារតែការប្រើប្រាស់អក្សរមួយនឹងជារៀងរាល់ថ្ងៃទាំងជីវិតរស់នៅផ្ទាល់ប្រចាំថ្ងៃនិងជាពិសេសនៅលើប្រព័ន្ធ Digital ផងដែរបងប្អូនដឹងទេគ្រាន់តែការសរសេរភាសាខ្មែរនិងអក្សរខ្មែរមួយប្រយោគឲ្យបានត្រឹមត្រូវហើយផុសនៅក្នុងបណ្ដាញសង្គមក៏ស្មើនឹងយើងបានជួយថែរក្សាអក្សរខ្មែររបស់យើងដែរអញ្ចឹងជំនួសឲ្យការរិះគន់គ្នានៅលើបណ្ដាញសង្គមដែលថាអ្នកនេះអញ្ចេះអ្នកនោះអញ្ចោះហ្នឹងយើងគួរតែចំណាយពេលបង្កើតមាតិកាល្អៗចែកជូនគ្នាវិញមាតិកាដែលធ្វើជាភាសាខ្មែរយើងបង្កើតជាសៀវភៅបង្កើតជាវីដេអូបង្កើតកម្មវិធីសិក្សានិងជំរុញឲ្យយុវជនមានអារម្មណ៍ថាមានមោទនភាពដែលបានប្រើប្រាស់ភាសាខ្មែរនិងអក្សរខ្មែរបងប្អូនប្រសិនបើអក្សរខ្មែរយើងមានតម្លៃប្រទេសផ្សេងគេអាចនឹងចាប់អារម្មណ៍រៀនភាសាខ្មែរនិងអក្សរខ្មែរដូចគ្នាដូច្នេះជំនួសឲ្យការឆ្លើយតបយ៉ាងកំហឹងទៅកាន់ជាតិសាសន៍ចោលមួយហ្នឹងយើងគួរតែមិនចាំបាច់ឆ្លើយតបទេឬក៏ឆ្លើយតបដោយចំណេះដឹងដោយការស្រាវជ្រាវដោយការផុសដោយមានភស្តុតាងនិងការបង្ហាញជាក់លាក់ពិតប្រាកដបែបជាអ្នកដែលមានចំណេះដឹងបើកាលណាយើងមានចំណេះដឹងរឹងមាំយើងអត់ខ្លាចនៅក្នុងការបង្ហាញនិងពន្យល់លម្អិតអំពីភាសាខ្មែរនិងអក្សរខ្មែររបស់យើងទៅកាន់គ្រប់ជាតិសាសន៍ទាំងអស់នៅលើពិភពលោកបងប្អូនឲ្យតែយើងមានចំណេះហើយយើងច្បាស់ពិតប្រាកដលើភាសាយើងគឺយើងអាចណែនាំទៅកាន់គេគ្រប់គ្នាផ្ទុយទៅវិញប្រសិនបើយើងខ្លួនឯងនេះអត់ស្គាល់សូម្បីតែប្រវត្តិរបស់ខ្លួនឯងអក្សរឬគល់របស់ខ្លួនឯងសួរថាយើងទៅចែកវែកញែកមួយគេបានអីមកវិញបើយើងអត់ស្គាល់ពីខ្លួនឯងផងនឹងអញ្ចឹងវាស្មើនឹងការចែកដែលគ្មានប្រយោជន៍ដែលអត់បានការអញ្ចឹងជំនួសឲ្យការចែកយើងយកពេលហ្នឹងមករៀនវិញដូច្នេះបងប្អូន Gen Z ឬក៏ Gen ណាក៏ដោយប្រសិនបើស្រឡាញ់អក្សរខ្មែរសូមចាប់ផ្ដើមប្រើអក្សរខ្មែរឲ្យបានច្រើនហើយប្រសិនបើបងប្អូនស្រឡាញ់ជាតិសាសន៍កំណើតមួយនេះសូមដាស់ស្មារតីខ្លួនឯងមកធ្វើភាពជាម្ចាស់ឡើងវិញបើយើងចង់ធ្វើជាម្ចាស់គេយើងត្រូវតែពូកែជាងគេខ្លាំងជាងគេរៀនឲ្យច្រើនមើលឲ្យឆ្ងាយគិតឲ្យបានវែងហើយដើរឲ្យរហ័សនោះទើបយើងអាចរក្សានិងគ្រប់គ្រងភាពជាម្ចាស់របស់យើងបានបងប្អូនអ្វីដែលធ្វើឲ្យអក្សរខ្មែរយើងរឹងមាំវាមិនមែនជាសំឡេងដែលស្រែកឲ្យខ្លាំងជាងគេទេ
ប៉ុន្តែវាជាដៃរាប់លានគូដែលនៅតែបន្តសរសេរអក្សរខ្មែរជារៀងរាល់ថ្ងៃចិត្តរាប់លានដួងដែលនៅបន្តស្រឡាញ់អក្សរខ្មែរនិងមនុស្សរាប់លាននាក់ដែលនៅតែបន្តនាំគ្នាចូលរួមអភិរក្សនិងថែរក្សាអក្សរខ្មែររបស់យើងនិងទើបធ្វើឲ្យអក្សរខ្មែររបស់យើងនៅគង់វង្សបន្តបានយូរអញ្ចឹងគ្រប់យ៉ាងវាផ្ដើមចេញពីខ្លួនយើងខ្លួនឯងក្នុងនាមជាកូនខ្មែរចាប់ផ្ដើមប្រើប្រាស់អក្សរខ្មែរនិងភាសាខ្មែររបស់យើងឲ្យបានច្រើនឡើងវិញនាំគ្នាចូលរួមលុបបំបាត់ក៏ដូចជាឈប់សរសេរអក្សរខ្មែរដែលប្រែទៅជាសំនៀងឡាតាំងឬក៏ជាភាសាអង់គ្លេសសំនៀងខ្មែរទៀតអញ្ចឹងកុំចាំដល់បាត់បង់ហើយស្ដាយក្រោយត្រូវចាប់ផ្ដើមថែរក្សាពីឥឡូវទៅទាំងអស់គ្នាបងប្អូន